iPhone 13 Pro Max ចេញអេក្រង់សបាទ wide screen ហើយយើងកំពុងតែដោះគោះជួសជុលអេក្រង់ខ្ញុំប្រើឡាមនេះដើម្បីគោះអេក្រង់បាទគុំខ្ញុំក៏មានដែរតែខ្ញុំដោយសារគុំកាលណាយើងចាប់ប្រើគុំហើយយើងចាក់ទឹកលាកាវច្រើនពេកទៅវាធ្វើឲ្យកញ្ចក់អេក្រង់ហើយនឹង frame ហ្នឹងវាហែកដាច់ពីគ្នាអញ្ចឹងពីច្រើនខ្ញុំអត់សូវជាប្រើហ្មងទេគុំព្រោះពេលណាដែលគុំវាងាយនឹងហើបកញ្ចក់ហើយនឹង frame វាហើបដាច់គ្នាព្រោះបត់ពិសោធន៍ធ្លាប់ប្រើអញ្ចឹងហើយមួយទៀតឡាមនេះខ្ញុំអត់សូវហ៊ានចាក់នៅក្រោមកន្លែងក្រោមកអេក្រង់នេះព្រោះចាក់ទៅយើងគោះទៅខ្លាចវាឆ្នោតអេក្រង់វាច្រើនខ្ញុំគោះពីចំហៀងអានេះហើយក៏ទឹកម្លេកាវអីទឹកម្លេកាវវាតិចបានច្រើនពេកវាធ្វើឲ្យហើបអេក្រង់ចេញពី frame វាអញ្ចឹងវាធ្វើឲ្យអេក្រង់ហ្នឹងវាហើប frame ចាំមកយើងដាក់គោះខាងលើបន្តិចទៀតមកវាបាំងតិចនេះ screen គេបិទខាត់លើពេកវាធ្វើឲ្យយើងនឹងនេះចាក់ឡានទៅចូលបាទគោះខាងលើបន្តិចទៀតមកបាននេះបានអូខេប្រាក់ចឹងមិនថាយើងគោះដោយការប្រុងប្រយ័ត្នខ្វាក់បានស្ដីពេញទូរស័ព្ទនេះធ្លាប់ជួសជុលអេក្រង់ម្ដងដែរគេដាក់ថ្ងៃទី8 ខែ 8 2025ឥឡូវវាចេញម្ដងទៀតឥឡូវយើងចាប់ដើមរៀបចំជួសជុលបាទ